អង្គុលីមៀលបរិត្តនិងពោឆាំងកៈបរិត្តបាននាលប្អូនស្រីតាំងពីអាត្មាកើនហើយដោយអរិយជាតិមិនចេះខ្លែងផ្ដាច់ផ្ដាល់ជីវិតសត្វឡើយដោយពាក្យសច្ចនាងសូមសេរីសុស្ដីកើតមានដល់នាងសូមសេរីសុស្ដីកើតមានដល់គណនៃនាងពោឆាំងកៈទាំងឡាយ7ប្រការនេះគឺសតិសម្ពោឆាំងទាំងមួយធម្មវិជ្ជយ៉ាងសម្ពោឆាំងទាំងមួយវិរិយ៉ាងសម្ពោឆាំងទាំងមួយបៃតេសម្ពោឆាំងទាំងមួយបសន្ធិសម្ពោឆាំងទាំងមួយសមាធិសម្ពោឆាំងទាំងមួយឧបេក្ខាសម្ពោឆាំងទាំងមួយដែលព្រះមុនីជាម្ចាស់ទ្រង់ជ្រាបនៅធម៌ទាំងពួងត្រាសម្ដែងហើយដោយប្រពៃគឺបង្គោលចម្រើនហើយធ្វើឲ្យច្រើនហើយតែងប្រព្រឹត្តទៅដើម្បីសេចក្តីដឹងក្រៃពេកផងដើម្បីកិរិយាចេញចាកតណ្ហាផងដើម្បីកិរិយាត្រាស់ដឹងផងដោយកិរិយាពោលនៅពាក្យសច្ចនាងសូមសេរីសុស្ដីកើតមានដល់អ្នកសពសំកាលក្នុងសម័យមួយព្រះលោកនានជាម្ចាស់ទ្រង់ឃើញនៅព្រះមុខកលៀននិងព្រះកសបៈមានជំងឺដល់នៅទុក្ខវេទនាហើយទ្រង់សម្ដែងនៅពោឆាំងកៈទាំងឡាយ7ប្រការព្រះថេរៈទាំងពីរអង្គនោះក៏រីករាយចំពោះព្រះពុទ្ធភាសិទ្ធនោះហើយបានជាសះស្បើយចាងរកក្នុងមួយរំពេចនោះដោយកិរិយាពោលនៅពាងសញ្ចនេះសូមសេរីសួស្ដីកើតមានដល់អ្នកសំកាលក្នុងគ្រាមួយព្រះសម្ពុទ្ធជាព្រះធម្មរាជដែលគិលានរោគបៀនហើយទ្រង់ត្រាងប្រើព្រះចន្ទៈទេឲ្យសម្ដែងនៅពោឆាំងកៈនោះដែលដោយអើពើហើយទ្រង់រីករាយហើយជាសះស្បើយចាអាពាធនោះក្នុងមួយរំពេចនោះដោយកិរិយាពោលនៅពាក្យសញ្ចនាងសូមសេរីសួស្ដីកើតមានដល់អ្នកសំកាលក៏អាពាធទាំងឡាយនោះដែលព្រះអរិយបុគ្គលទាំង3ព្រះអង្គលោកជាអ្នកស្វែងរកនៅគុណធម៌ដ៏ធំលះបង់គឺថាលោកបានជាសះស្បើយហើយដល់ហើយនៅធម្មតាគឺកិរិយាមិនកើតទៀនដូចជាកិលេសដែលព្រះអរិយបុគ្គលកំចាត់បងហើយដោយព្រះអរិយមគ្គដោយកិរិយាពោលនៅពាក្យសច្ចនាងសូមសេរីសួស្ដីកើតមានដល់អ្នកសពកា